ការត្រួតពិនិត្យគំនិតរបស់យើងនិងការគិតក្នុងពេលដែលអ្នកដទៃប្រញាប់តែប្រតិកម្មនឹងរឿងដែលពួកគេបានឃើញអត្ថប្រយោជន៍ពិតនោះដែលមនុស្សភាគច្រើនសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Grow Yourself with Me ឬក៏អភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំទីនេះយើងមិនបានព្យាយាមបំលែងជីវិតយើងនៅក្នុងមួយយប់ទៀតទេតែយើងនឹងជួយបដូរគំនិតគ្នាការផ្លាស់ប្ដូរគំនិតយើងមួយគំនិតម្ដងឲ្យក្លាយទៅជាគំនិតថ្មីដែលល្អដោយដែលយើងសំលៀងមុខដេចខ្មៅអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយសាមញ្ញប៉ុន្តែវាបានផ្ដល់ជាឥទ្ធិពលនិងមហិច្ឆតាដ៏ល្អដល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចសូមពេលប្រហែលនាទីដើម្បីយើងទៅចែកគ្នានិងផ្លាស់ប្ដូរហើយអ្នកនឹងឆ្លាតជាងមនុស្សដទៃដល់ 90% វាមិនមែនជារឿងអបិយជំនឿទេហើយក៏មិនមែនជាល្បិចកិច្ចកលល្បែងសៀកដែលយើងយកមកនិយាយដើម្បីឲ្យឃើញប៉ុន្តែវាគឺជាការពិតហើយវាក៏មិនមែនជារូបមន្តសម្ងាត់ណាមួយទេតែវាជារឿងមួយដែលមនុស្សភាគច្រើនគាត់គ្មានគឺការគ្រប់គ្រងខ្លួនឯងការត្រួតពិនិត្យគំនិតរបស់យើងនិងការគិតក្នុងពេលដែលអ្នកដទៃប្រញាប់តែប្រតិកម្មនឹងរឿងដែលពួកគេបានឃើញអត្ថប្រយោជន៍ពិតនោះដែលមនុស្សភាគច្រើនគាត់មិនបានអភិវឌ្ឍគឺវាកើតឡើងចេញពីមនុស្សភាគច្រើនគាត់មិនបានចាញ់នោះទេព្រោះពួកគេអាក្រក់វិញទេព្រោះពួកគេចាញ់នោះដោយសារតែពួកគេបានមានការប្រតិកម្មការរំខានដល់ផ្លូវចិត្តឬការរំញោចដល់ខួរក្បាលគាត់ដោយងាយពេកពួកគេចាប់អារម្មណ៍លឿនពេកខឹងឆាប់ហើយក៏ចាប់ផ្ដើមប្រតិកម្មស្រែកទៅវិញលឿនពេកហើយការប្រតិកម្មមុនពេលគិតនោះវាគឺជាផលវិជ្ជមានតែចំពោះអ្នកវិញអ្នកអាចឈប់1វិនាទីមុននឹងឆ្លើយតបទៅកាន់អ្វីមួយវាជាជំហានតូចមួយទេប៉ុន្តែវាបានធ្វើឲ្យអ្នកមានអំណាចមានឥទ្ធិពលនិងផ្ដល់ជាលទ្ធផលលើសពីអ្នកដទៃមនុស្សដែលអាចគ្រប់គ្រងសតិឬក៏ការប្រតិកម្មរបស់ខ្លួនទៅជាមួយនឹងសម្ដីរបស់អ្នកដទៃបានគឺជាមនុស្សដែលអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អដូច្នេះហើយសូមយើងចំណាយពេលឈប់មួយផ្លែតវាមិនខាតបង់អ្វីទេមុននឹងយើងឆ្លើយតបទៅកាន់នរណាម្នាក់មនុស្សធម្មតាគាត់តែងតែឧទាហរណ៍ថាបើយើងមានកាំភ្លើងគេនឹងបាញ់ភ្លាមហើយបានគេគិតថាការបាញ់នោះវាទៅបាញ់បែបម៉េចប៉ុន្តែបើមនុស្សឆ្លាតវិញគឺគេគិតមុននឹងគេធ្វើដូច្នេះហើយលទ្ធផលរបស់គេច្រើនតែមិនបរាជ័យនោះទេការឈប់ត្រឹមតែ1វិនាទីនោះវាអាចជួយអ្នកឲ្យហ៊ានឆ្លើយតបដោយភាពឆ្លាតវៃមិនមែនដោយគ្រាន់តែអារម្មណ៍របស់អ្នកមួយឆាយឬក៏ការគិតដោយគ្មានសតិសម្បជញ្ញៈនោះទេដូច្នេះហើយសូមអ្នកទាំងអស់គ្នាគិតអ្វីមួយគឺគិតឲ្យបានវែងនៅក្នុងពិភពមួយទោះបីវាតិចក៏ដោយវាវែងឬក៏ខ្លីមនុស្សភាគច្រើនបានធ្វើសេចក្តីសម្រេចតាមអារម្មណ៍នៅថ្ងៃនេះតែអ្នកត្រូវតែគិតពីថ្ងៃស្អែកខែក្រោយឬក៏ឆ្នាំក្រោយវាទៅតាមទំហំការងារឬក៏អ្វីដែលអ្នកចង់គិតនោះអ្នកគិតជាយូរដើម្បីឈ្នះវាជារាប់រយប៉ុន្តែនេះជាអត្ថប្រយោជន៍ដែលមនុស្ស 90% ដទៃទៀតហ្នឹងគឺគាត់មិនមាននោះទេដូច្នេះហើយសូមព្យាយាមគ្រប់គ្រងនៅស្ថានភាពគ្រប់គ្រងចិត្តរបស់អ្នកកុំឲ្យដេញតាមការសរសើរអ្នកឆ្លាតមិនមែនស្វែងរកការចូលចិត្តពីគេទេប៉ុន្តែពួកគេគឺស្វែងរកការគោរពពីខ្លួនឯងទៅវិញទេនេះហើយដែលវាជាមូលហេតុធ្វើឲ្យអ្នកមានសេរីភាពក្នុងការគិតអ្នកអាចគិតអ្វីដែលល្អមុននឹងអ្នកធ្វើអាចនឹងឆ្លើយហើយក្នុងភាពច្បាស់លាស់នោះក្នុងការសម្រេចចិត្តហ្នឹងក៏វាបានផ្លាស់ប្ដូរអ្នកទាំងអស់គ្នាឲ្យទទួលបាននូវលទ្ធផលល្អដូចគ្នាដូច្នេះហើយសូមកុំឲ្យគេលួចអារម្មណ៍របស់អ្នកបានមានន័យថាកុំឲ្យអារម្មណ៍របស់អ្នកទៅគ្រប់គ្រងដោយអ្នកដទៃឬក៏ដោយសម្ដីណាមួយដែលគេលួងលោមអ្នកអារម្មណ៍គឺសុទ្ធតែសឹងតែជាអ្វីដែលគេអាចយកទៅប្រើប្រឆាំងនឹងអ្នកបានតែបើអ្នកអាចរក្សាភាពស្ងប់របស់អ្នកក្នុងពេលអ្នកដទៃកំពុងតែរំខានអ្នកនោះមានន័យថាអ្នកគឺជាមនុស្សពិសេសហើយអ្នកក៏បានជោគជ័យនៅក្នុងជីវិតរបស់អ្នកដោយអ្នកមិនមែនគូសវាអ្វីមួយទៅតាមសម្ដីឬក៏ការរំពឹងពីអ្នកដទៃតែបើអ្នកអាចរក្សាភាពស្ងប់ស្ងាត់នេះក្នុងពេលដែលអ្នកដទៃនឹងព្យាយាមរំខានអ្នកបានហើយអ្នកនៅតែរក្សាចំហបាននោះអ្នកនឹងខ្លាចជាមនុស្សដែលមានឥទ្ធិពលមានអំណាចលើខ្លួនឯងហើយអ្នកដទៃគឺគេខោចខ្លាចនិងមិនហ៊ានជាមួយអ្នកនោះទេដូច្នេះហើយសូមរៀនឲ្យបានច្រើនជាជាងការនិយាយអ្នកអាចនឹងខ្លាចទៅជាមនុស្សឆ្លាតបានហើយមនុស្សឆ្លាតនោះគឺជាមនុស្សដែលស្ងៀមស្ងាត់ខាងក្នុងខាងក្រៅក៏ដូចគ្នាគឺតែងតែគិតមុននឹងចាប់ផ្ដើមធ្វើមុននឹងចាប់ផ្ដើមនិយាយស្ដាប់ច្រើន
សង្កេតច្រើនយល់ដឹងឲ្យកាន់តែច្រើនប៉ុន្តែនិយាយតិចវិញអ្នកមិនចាំបាច់បង្ហាញថាអ្នកជាមនុស្សឆ្លាតនោះទេប៉ុន្តែការបង្ហាញការអនុវត្តរបស់អ្នកហ្នឹងវានឹងធ្វើឲ្យអ្នកមានតម្លៃវានឹងបង្ហាញអ្នកផ្ទាល់ទៅអ្នកដទៃថាអ្នកជាមនុស្សដែលឆ្លាតដោយមិនចាំបាច់ព្យាយាមបញ្យល់អ្នកដទៃនោះឡើយដូច្នេះហើយត្រូវតែរៀនចេះគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបាននឹងនោះមិនមែនជាការបោះចោលអារម្មណ៍នោះទេតែគឺជាការអនុញ្ញាតឲ្យវាគ្រប់គ្រងអ្នកមានន័យថាមនុស្សដែលទប់ស្កាត់អារម្មណ៍បានគឺជាមនុស្សដែលមិនងាយរំខានងាយដោយគ្រាន់តែឮឬក៏ការសន្និដ្ឋានរបស់អ្នកដទៃប៉ុន្តែគឺពួកគាត់អាចនឹងគ្រប់គ្រងស្ថានភាពអាចនឹងស្ដាប់ហើយប៉ុន្តែក្នុងចិត្តរបស់គាត់ការគិតការត្រិះរិះពិចារណាគឺកំពុងតែដើរទន្ទឹមគ្នាហើយនោះហើយគឺជាចម្លើយដែលថាអ្នកគឺមិនងាយចាញ់នោះទេពីព្រោះតែអ្នកគ្រប់គ្រងស្ថានភាពបានហើយអ្នកក៏យល់ដឹងថាអ្នកនឹងត្រូវឆ្លើយតបទៅពួកគាត់បែបម៉េចវិញដូច្នេះហើយសូមធ្វើការតូចៗជាប្រចាំមនុស្សជោគជ័យភាគច្រើនគឺគាត់មិនធ្វើអ្វីតែមួយយប់នោះទេពួកគេធ្វើអ្វីជាច្រើនចាប់ដើមពីចំណុចតូចពីការគិតតូចហើយចាប់ដើមធ្វើវាភ្លាមមិនមែនគ្រាន់តែគិតឲ្យបានធំហើយបានយើងទៅចាប់ដើមធ្វើទេព្រោះ process ការងារទាំងអស់វាតែងតែចាប់ដើមចេញពីលេខ0 1 2 3 4 5វាមិនអាចចាប់ដើមចេញពីលេខ10ទៅលេខ100ឬក៏លេខ1000ដែលជាចំណុចចាប់ដើមនោះទេពួកគេធ្វើអ្វីដែលតូចរៀងរាល់ថ្ងៃបន្តិចម្ដងឲ្យធ្វើឲ្យរាងកាយនឹងក៏ឆាប់មានកម្លាំងមានឧត្តមគតិមានជាកម្លាំងពុះពៀហើយក៏ចេះអត់ធ្មត់បានច្រើន consistency is a genius មានន័យថាការដែលធ្វើជាទម្លាប់ថិតថេរហ្នឹងវាគឺជាភាពវៃឆ្លាតបំផុតហ្នឹងហើយដូច្នេះហើយគោលបំណងដែលខ្ញុំចង់ចែករំលែកនៅវីដេអូនេះមិនមែនចង់ឲ្យអ្នកឆ្លាតជាងអ្នកដទៃនោះទេគោលបំណងនោះគឺខ្ញុំចង់ឲ្យអ្នកឆ្លាតជាងខ្លួនឯងពីម្សិលមិញចេះគ្រប់គ្រងខ្លួនឯងចេះអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំប្រសិនបើអ្នកធ្វើបានអ្នកនឹងឈ្នះទាំង 90% ដោយស្វ័យប្រវត្តិដូច្នេះហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាទាំងខាងលើនេះគឺជាអ្វីដែលខ្ញុំចង់យកមកចែករំលែកអ្នកទាំងអស់គ្នានៅថ្ងៃនេះដូច្នេះហើយបើអ្នកបានស្ដាប់នៅអ្វីដែលខ្ញុំបានចែករំលែកនៅក្នុង Channel Grow Yourself with Me ឬក៏អភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំនេះបើវាបានផ្លាស់ប្ដូរចិត្តគំនិតរបស់អ្នកឬក៏បានធ្វើឲ្យអ្នកបានគិតនឹងស្រស់ថ្លាជាងមុននឹងពេលអ្នកចាប់ផ្ដើមការងាររបស់អ្នកនៅក្នុងថ្ងៃនេះសូមយកអានុភាពនេះទៅនៅជាមួយអ្នករៀងរាល់ថ្ងៃហើយបង្កើតជាទម្លាប់ល្អទម្លាប់ការងារដែលអ្នកធ្វើជាប្រចាំហើយយើងនឹងជួបគ្នានៅវីដេអូក្រោយសូមថែរក្សាខ្លួនអ្នកទាំងអស់គ្នាបានល្អហើយបន្តអភិវឌ្ឍខ្លួនរបស់អ្នកឲ្យរឹងមាំជាមួយខ្ញុំបើអ្នកទាំងអស់គ្នាមានអ្វីចង់ចែករំលែកមកខ្ញុំវិញឬក៏អ្នកចង់បានពីខ្ញុំបន្ថែមអាចត្រាប់នៅ comment ពីខាងក្រោមហើយខ្ញុំនឹងអាន comment ទាំងអស់នោះហើយខ្ញុំនឹងស្វែងរកអ្វីដែលល្អបន្ថែមសម្រាប់អ្នកទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ